បាទមកសូមជម្រាបសួរដល់អ្នកបងប្អូនទាំងអស់គ្នានៅក្នុងក្រីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទហើយក៏សូមជម្រាបសួរដល់បងប្អូនបានចូលរួមតាមរយៈ Zoom ហើយនិងបងប្អូនតាមរយៈ Facebook ផងដែរយើងអរគុណព្រះអង្គលោកអ្នកបងប្អូននេះសប្តាហ៍នេះយើងកំពុងតែរស់នៅក្នុងពេលវេលាដូច្នេះយើងឃើញរដូវកាលគឺផ្លាស់ពីមួយរដូវទៅមួយរដូវក្នុងរដូវនេះគឺជារដូវមួយដែលអ្នកគ្រីស្ទានរួបរวมគ្នាធ្វើពិធីបុណ្យមួយដែលមានតែឈ្មោះថារំលឹកអំពីព្រះម្ចាស់ព្រះយេស៊ូវដែលព្រះអង្គទ្រង់មានប្រជញ្ញរូបឡើងវិញយើងឃើញហើយថាពិធីបុណ្យនេះគឺយើងរំលឹកអំពីការដែលព្រះអង្គទ្រង់សគត់ការដែលគេយកព្រះអង្គទៅកប់ហើយព្រះអង្គក៏មានប្រជញ្ញរស់ឡើងវិញបន្តពី3ថ្ងៃមកយើងអរគុណព្រះអង្គយើងបានដឹងហើយថាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់មានបន្ទូលថាខ្ញុំជាអ្នកគង្វាលល្អហើយអ្នកគង្វាលល្អក៏ស៊ូតែបដូរជីវិតជំនួសជាតិ I am the good shepherd. The good shepherd lay down his life for the sheep. យើងអរគុណព្រះអង្គនេះជាព្រះរាជបន្ទូលដែលព្រះអង្គមានបន្ទូលប្រាប់ដល់យើងទាំងអស់គ្នាថាព្រះអង្គទ្រង់ជាអ្នកគង្វាលដ៏ល្អយើងទាំងអស់គ្នាជាជាមលោកអ្នកបងប្អូនបើយើងជាជាមនោះយើងនៅក្នុងសេចក្តីថែរក្សាការពារមកអំពីព្រះអង្គព្រះអង្គមិនត្រឹមតែការពារយើងរាល់គ្នាដោយមិនឲ្យយើងបាត់បង់នោះឡើយព្រះអង្គមានបន្ទូលថាព្រះអង្គស៊ូបដូរជីវិតរបស់ព្រះអង្គប្រជញ្ញរបស់ព្រះអង្គជំនួសយើងដែលជាជាងទៀតផងដែរវ៉ាតើមានមនុស្សណាដែលអាចធ្វើដូចនេះបានដែរទេលោកអ្នកបងប្អូនអត់ទេតែបានព្រះអង្គចាស់ព្រះយេស៊ូវព្រះអង្គទ្រង់ជាអ្នកគង្វាលល្អហើយយើងមើលខគម្ពីរហ្នឹងគឺបាននាំយើងទៅដល់ខគម្ពីរមួយទៀតដែលជាព្រះគម្ពីរយ៉ូហានចំពោះ10ដល់ដែរហ្នឹងក៏ប៉ុន្តែខ18ព្រះអង្គក៏មានបន្ទូលថាគ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេគឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំអាចនឹងដាក់ជីវិតចុះហើយក៏អាចនឹងយកមកវិញបានដែរខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតាមកលោកអ្នកបងប្អូននេះបើយើងពិចារណានៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ10ខ13នេះព្រះម្ចាស់ព្រះអង្គផ្ទាល់ព្រះអង្គក៏មានបន្ទូលថាគ្មានអ្នកណាយកជីវិតរបស់ព្រះអង្គបានឡើយឃើញទេនោះស្រាប់តែព្រះអង្គដាក់ជីវិតរបស់ព្រះអង្គចុះឃើញទេហើយបើព្រះអង្គដាក់ជីវិតរបស់ព្រះអង្គចុះនោះព្រះអង្គក៏អាចយកជីវិតនោះមកវិញផងដែរពីព្រោះអ្វីពីព្រោះព្រះអង្គទ្រង់ទទួលអំណាចមកអំពីព្រះដ៏ជាព្រះវរបិតាយើងនឹងពិចារណាជាមួយនឹងគ្នាបាទហើយខ្ញុំយកខព្រះគម្ពីរយ៉ូហានចំពោះ10ខ18នេះជាខកន្លឹះដើម្បីនឹងសិក្សារៀនសូត្រថាតើមានន័យយ៉ាងដូចម្តេចតែព្រះអង្គទ្រង់បានមានបន្ទូលថាគ្មានអ្នកណាយកជីវិតរបស់ព្រះអង្គបានហើយព្រះអង្គក៏មានបន្ទូលទៀតថាព្រះអង្គដាក់ជីវិតចុះហើយព្រះអង្គដាក់ជីវិតចុះនឹងមានន័យយ៉ាងម៉េចសម្រាប់អ្នកណាណាហើយព្រះអង្គក៏មានបន្ទូលទៀតថាព្រះអង្គទ្រង់អាចយកជីវិតរបស់ព្រះអង្គត្រឡប់មកវិញបានខ្ញុំដឹងឲ្យដឹងពីគោលបំណងនៃខនៃព្រះគម្ពីរនេះគឺព្រះម្ចាស់ព្រះយេស៊ូវបានដាក់ជីវិតរបស់ព្រះអង្គដាក់ប្រជញ្ញរបស់ព្រះអង្គដោយស្ម័គ្រអំពីចិត្តដោយស្ម័គ្រអំពីតហារតីរបស់ព្រះអង្គហើយព្រះអង្គទ្រង់មានអំណាចលើសេចក្តីស្លាប់
ហើយត្រង់បានរស់ឡើងវិញតាមផែនការរបស់ព្រះព្រះដើម្បីនឹងសង្គ្រោះលោកអ្នកបងប្អូនហើយនឹងខ្ញុំនិងមនុស្សលោកទាំងអស់ដែលកើតមកនៅលើផែនដីហ្នឹងខ្ញុំចែកជា4ចំណែកហើយខ្ញុំដាក់ចំណងជើងថាអំណាចរបស់ព្រះគ្រីស្ទលើជីវិតនិងសេចក្តីស្លាប់ហើយខ្ញុំចែកមេរៀននឹងជា4ចំណែកអំណាចរបស់ព្រះគ្រីស្ទលើជីវិតនិងសេចក្តីស្លាប់ទី1ព្រះយេស៊ូវមិនមែនជាជនរងគ្រោះទេទី2ព្រះម្ចាស់ព្រះយេស៊ូវដាក់ជីវិតរបស់ព្រះអង្គដោយស្ម័គ្រអំពីបហារតីរបស់ព្រះអង្គដោយស្ម័គ្រពីចិត្តរបស់ព្រះអង្គទី3ព្រះម្ចាស់ព្រះយេស៊ូវមានអំណាចយកជីវិតត្រឡប់មកវិញទី4គឺជាផែនការរបស់ព្រះដ៏ជាប្រវោបិតាសូមបងប្អូនទាំងអស់គ្នាបានសម្រុំចិត្តជាងនៅទិដ្ឋានមុននឹងចែកចាយនឹងស្ដាប់ព្រះចទូរបស់ព្រះអង្គព្រះបិតាដែលគង់នៅឋានសួគ៌ដ៏ខ្ពស់ប្រំចាស់ឲ្យអរគុណព្រះអង្គណាស់ដែលព្រះអង្គទ្រង់បានប្រទានប្រពរជាបរិបូរណ៍ដល់ទូមគុំយើងខ្ញុំទាំងអស់គ្នាឲ្យទូមគុំយើងខ្ញុំទាំងអស់គ្នាបានរស់រៀនមានជីវិតរហូតមកដល់ឱកាសនេះហើយទូមគុំយើងខ្ញុំក៏បានរួមគ្នាក្រាបថ្វាយបង្គំព្រះអង្គថ្វាយសិរីល្អនិងលើកសរសើរដំកើងព្រះនាមទ្រង់ព្រះអង្គចាស់ឲ្យទូមគុំយើងខ្ញុំនឹងចែកចាយព្រះរាជបន្ទូលស្ដាប់ព្រះរាជបន្ទូលរបស់ទ្រង់ដែលមានចំណងជើងថាអំណាចរបស់ព្រះគ្រីស្ទលើជីវិតនិងសេចក្តីស្លាប់នោះព្រះម្ចាស់ហើយក៏សូមព្រះម្ចាស់បានគង់ជាមួយនឹងទូមង្គមដែលជាអ្នកចែកចាយហើយក៏គង់ជាមួយនឹងបងប្អូនដែលជាអ្នកស្លាប់ផងដែរព្រះម្ចាស់ហើយឲ្យទូមង្គមយើងខ្ញុំបានយល់បានដឹងអំពីព្រះរាជបន្ទូលរបស់ព្រះអង្គដែលព្រះអង្គចង់ប្រទានសព្វហើយនឹងប្រទានដល់ទូមង្គមនៅក្នុងថ្ងៃនេះអរគុណដល់ព្រះអង្គណាស់ទូមង្គមសូមទូលថ្វាយគ្រប់កិច្ចការដែលទូមង្គមយើងខ្ញុំចែកចាយនឹងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គក្នុងព្រះនាមដ៏មានអំណាចវិចេស្តាគឺជាព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអេមែនអរគុណព្រះអង្គបាទអំណាចរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទលើជីវិតនិងសេចក្តីស្លាប់ទី1សូមអ្នកបងប្អូនបានយល់ដឹងថាព្រះយេស៊ូវមិនមែនជាជនរងគ្រោះនោះទេ Jesus is not a victim នៅពេលដែលគេចាប់ព្រះម្ចាស់ព្រះយេស៊ូវយកទៅកាត់ក្តីបន្ទាប់មកព្រះអង្គត្រូវគេវាយហើយគេដាក់ទណ្ឌកម្មដល់ព្រះអង្គឲ្យđiឈើឆ្កាងហើយគេយកព្រះអង្គទៅឆ្កាងយកព្រះអង្គទៅសម្លាប់យើងមើលទៅហាក់បីដូចជាព្រះអង្គម្ចាស់ទ្រង់ជាជនរងគ្រោះប៉ុន្តែលោកអ្នកបងប្អូនឯងno one can take his life មិនមាននរណាម្នាក់អាចនឹងយកជីវិតរបស់អង្គបានឡើយបងប្អូនឯងពេលយើងមើលឃើញព្រះយេស៊ូវត្រូវគេឆ្កាងយើងអាចគិតថាទ្រង់ជាជនរងគ្រោះពីព្រោះអ្វីពីព្រោះព្រះអង្គត្រូវគេបោកបញ្ឆោតព្រះអង្គត្រូវគេវាយដំព្រះអង្គត្រូវគេយកទៅឆ្កាងណាក៏ប៉ុន្តែសូមអ្នកបងប្អូនឯងព្រះយេស៊ូវមានបន្ទូលប្រាប់ដល់យើងថាគ្មានអ្នកណាដកជីវិតពីខ្ញុំបានទេ No one take it from me No one take my life from me ដែលយើងបានអានជាមួយនឹងគ្នានៅក្នុងព្រះគម្ពីរយូហានជំពូក10ខ18ព្រះគម្ពីរយូហានជំពូក11 19ខ11ព្រះយេស៊ូវមានបន្ទូលថាបើមិនបានប្រទានមកពីឋានសួគ៌នោះលោកអត់មានអំណាចលើអ្វីសោះនេះគឺជាព្រះបន្ទូលរបស់ព្រះម្ចាស់ព្រះយេស៊ូវពេលដែលគេបានបញ្ជូនព្រះម្ចាស់ព្រះយេស៊ូវទៅលោកពីឡាត់ដែលជាអ្នកមានអំណាចដែលជាអ្នកកាត់ក្តីឲ្យអ្នកណាជាប់ទោសឬទោសប្រហារជីវិតឬយ៉ាងណានោះគឺលោកពីឡាត់ក៏ប៉ុន្តែព្រះម្ចាស់ព្រះយេស៊ូវមានបន្ទូលប្រាប់ដល់គាត់ណាបើមិនបានប្រទាន
một bị than lớn dưới lúc lúc ắt miên ông này lứa nhom sọt hai lúc ban chìm nè đại bần chung nhom một lúc nè lúc miên ba ngôn chỉ xuống bị cha là này cho mùi này cái nhom miên nàyอย่างmiên này ra lúc bị lắm mà miên ông này đòi luôn ai nô lại Judas ដែលលក់ព្រះអង្គម្ចាស់ព្រះយេស៊ូវទៅឲ្យពួកអាចារ្យផារីស៊ីហើយនឹងសង្គ្រាមនោះក៏គ្មានអំណាចគ្រប់គ្រងលើស្ថានភាពលើគម្រោងដែលព្រះអង្គម្ចាស់ព្រះយេស៊ូវត្រូវសគត់នោះដែរក៏ដូចគ្នាដែរពួកសាសនាចារ្យដែលមានសង្ឃដែលមានសង្គ្រាមក៏មិនមែនជាអ្នកដែលមានចំណុចអ្នកមានជ័យជំនះដែរតែនេះជាផែនការរបស់ព្រះព្រះដែលបានកំណត់ទុកមកជាយូរលង់មកហើយចឹងហើយបានក្នុងព្រះគម្ពីរកិច្ចការចំពុក2ខ23បានសម្ដែងប្រាប់ដល់យើងថាព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅតាមការសម្រេចនឹងបុព្វញ្ញាណនៃព្រះហើយអ្នករាល់គ្នាបានចាប់ទ្រង់ដោយសារដៃមនុស្សទៅទិញច្បាប់ព្រមទាំងឆ្កាងសម្លាប់ទ្រង់ផងព្រះគម្ពីរនេះខគម្ពីរនេះបានប្រាប់ដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យបានដឹងថាការដែលព្រះម្ចាស់ត្រូវបញ្ជូននោះជាការមួយដែលសម្រាប់តាមព្រះរាជហឫទ័យរបស់ព្រះដែលព្រះអង្គទ្រង់មានព្រះហឫទ័យជាយូរលង់ណាស់មកហើយឃើញទេតាមការសម្រេចនឹងបុព្វញ្ញាណនៃព្រះការទាំងអស់នោះគឺជារោងការរបស់ព្រះព្រះអង្គទ្រង់បានរៀបចំរួចទៅហើយព្រះអង្គសម្រេចផែនការនឹងរួចទៅហើយឃើញទេចឹងហើយបានជាព្រះម្ចាស់ព្រះយេស៊ូវមិនមែនជាជនរងទោសនោះទេដូច្នេះការស្លាប់របស់ព្រះគ្រីស្ទមិនមែនជាការបរិយាយបរាជ័យទេព្រះយេស៊ូវមិនមែនជាជនរងគ្រោះទេ Jesus is not a victim Jesus is not a victim តែជាគម្រោងរបស់ព្រះដើម្បីសង្គ្រោះដល់មនុស្សលោកទាំងអស់ដើម្បីសង្គ្រោះដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងអរគុណដល់ព្រះអង្គតើយើងសិក្សារៀនសូត្របានអ្វីខ្លះនៅចំណុចនេះលោកអ្នកបងប្អូននេះគ្មានអ្នកណាអាចគ្រប់គ្រងផែនការអ្វីមួយដើម្បីនឹងធ្វើគុតព្រះម្ចាស់ព្រះយេស៊ូវឡើយតែការទាំងអស់នោះគឺជាព្រះទេដែលព្រះអង្គទ្រង់គ្រប់គ្រងចូលចាំថាព្រះនៅតែគ្រប់គ្រងរហូតមកដល់សពថ្ងៃនេះ God is in control everything God is in control ដូច្នោះលោកអ្នកបងប្អូនហើយពេលដែលលោកអ្នកបងប្អូនគិតថាលោកអ្នកបងប្អូនបាត់បង់អ្វីមួយពេលអ្នកបងប្អូនគ្រប់គ្រងអ្វីមួយមិនបានសូមឲ្យលើកចាំថាព្រះនៃយើង is in control ព្រះអង្គជាអ្នកគ្រប់គ្រងលើអ្វីទាំងអស់សូមឲ្យនឹកចាំការនេះឯងប្រយោជន៍ដើម្បីឲ្យយើងរស់នៅដោយមានសុខសន្តិភាពដើម្បីឲ្យយើងរស់នៅដោយមានស្ថិរភាពនៅក្នុងជីវិតរបស់ផងយើងដោយយើងដឹងច្បាស់ថាព្រះអង្គជាអ្នកគ្រប់គ្រងអ្វីដែលកើតមកអ្វីដែលយើងបានឃើញសពថ្ងៃនេះឯងនៅលើពិភពលោកនេះអរគុណព្រះអង្គជាទី1គឺព្រះម្ចាស់ព្រះយេស៊ូវមិនមែនជាជនរងគ្រោះទេក៏ប៉ុន្តែការដែលគេយកព្រះអង្គទៅសម្លាប់នៅលើឈើឆ្កាងគឺជាផែនការរបស់ព្រះទី2ព្រះម្ចាស់ព្រះយេស៊ូវដាក់ជីវិតរបស់ព្រះអង្គដោយសមៈអំពីចិត្តព្រះអង្គទ្រង់ដាក់ព្រះជន្មរបស់ព្រះអង្គដោយមានព្រះរាជហឫទ័យស្មោះស្ម័គ្រ Jesus lay down his life willingly អរគុណព្រះអង្គ
he lay he slide down willingly ព្រះអង្គម្ចាស់ដាក់ជីវិតរបស់ព្រះអង្គដោយស្ម័គ្រអំពីចិត្តចឹងឯងហើយបានចំណេះក្នុងព្រះគម្ពីរយ៉ូហានចំពោះ10ខ18ដែលយើងបានអានជាមួយគ្នាព្រះអង្គទ្រង់មានបន្ទូលថាខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំណាព្រះអង្គដាក់ជីវិតរបស់ព្រះអង្គដោយខ្លួនដោយអង្គទ្រង់ពីព្រោះគ្មានអ្នកណាអាចនឹងយកជីវិតរបស់ព្រះអង្គឡើយបើសិនព្រះអង្គមិនដាក់ជីវិតព្រះអង្គចុះទេនេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ផាន់ព្រះដល់យើងទាំងអស់គ្នាដែលជាមនុស្សពីព្រោះគ្មានអ្នកណាអាចបង្ខំព្រះអង្គឡើយហើយក៏គ្មានអ្នកណាអាចជ្រើសរើសសេចក្តីស្លាប់ថ្វាយព្រះអង្គបានដែរគឺព្រះអង្គដាក់ប្រជញ្ញរបស់ព្រះអង្គទេដោយអ្វីដោយសេចក្តីស្រឡាញ់របស់ព្រះអង្គពីព្រោះអ្វីពីព្រោះលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងកើតមកគឺយើងកើតមកនៅក្នុងអំពើបាបហើយឈ្នួលនៃអំពើបាបគឺជាសេចក្តីយើងទេតើដែលត្រូវស្លាប់ក៏ប៉ុន្តែព្រះអង្គម្ចាស់ព្រះយេស៊ូវព្រះអង្គទ្រង់ដាក់ជីវិតរបស់ព្រះអង្គដើម្បីនឹងសុគតដើម្បីនឹងស្លាប់ជំនួសលោកអ្នកបងប្អូនហើយនឹងខ្ញុំនឹងមនុស្សលោកទាំងអស់នៅលើពិភពលោកនេះទោះបីអស់អ្នកដែលបានកើតមកហើយនឹងកើតទៅក្នុងថ្ងៃក្រោយទៀតគឺព្រះអង្គទ្រង់នឹងទទួលទុកគេទាំងអស់ព្រះម្ចាស់ព្រះយេស៊ូវមានបន្ទូលថានៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ10ខ11ខ្ញុំអានដដែលខ្ញុំជាអ្នកគម្ពីរល្អហើយអ្នកគម្ពីរល្អគឺស៊ូបដូរជីវិតជំនួសជាព្រះអង្គទ្រង់ដាក់ប្រជញ្ញព្រះអង្គចុះពីព្រោះព្រះអង្គស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកទាំងអស់ចឹងហើយបានជាព្រះអង្គទ្រង់បដូរជីវិតរបស់ព្រះអង្គជំនួសយើងមិនឲ្យយើងស្លាប់ទេឃើញទេមិនឲ្យយើងស្លាប់ទេនេះជាសេចក្តីស្រឡាញ់ដ៏ធំធេងហើយក៏ជាប្រគុណរបស់ព្រះដែលព្រះអង្គទ្រង់បានប្រទានមកដល់យើងរាល់គ្នាក៏ដូចគ្នាទៅលោកអ្នកបងប្អូនមើលពាក្យលោកសាវកប៉ូលដែលលោកបាននិយាយនៅក្នុងព្រះគម្ពីរកាឡាទីចំពោះ2ខ1ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទហើយមើលចុងខលោកសាវកប៉ូលថាម៉េចព្រះបានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំឃើញទេព្រះអង្គទ្រង់លះបង់ជីវិតរបស់ព្រះអង្គទ្រង់ដាក់ជីវិតរបស់ព្រះអង្គពីព្រោះគ្មានអ្នកណាអាចយកជីវិតរបស់ព្រះអង្គបានឡើយហើយព្រះអង្គទ្រង់ប្រគល់ព្រះអង្គទ្រង់ប្រទានជីវិតនោះដល់លោកសាវកប៉ូលក៏ដូចជាព្រះអង្គទ្រង់ប្រទានជីវិតនោះដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំទាំងអស់នេះដោយសេចក្តីស្រឡាញ់របស់ព្រះអង្គពីព្រោះគ្មានអ្នកណាអាចនឹងយកជីវិតរបស់ព្រះអង្គឡើយបើសិនជាព្រះអង្គទ្រង់មិនដាក់ជីវិតរបស់ព្រះអង្គចុះនេះហើយដែលជាគម្ពីរដ៏ល្អនោះអ្នកគម្ពីរដ៏ល្អនោះគឺស៊ូបដូរជីវិតជំនួសជាមដែលជាយើងទាំងអស់គ្នាបងប្អូនឯងព្រះយេស៊ូវមិនមែនសុគតដោយចៃដន្យនោះទេគឺទ្រង់សុគតជំនួសលោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះគម្ពីរអេសាយចំពោះ53ខ5តែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់ព្រះយើងឃើញទេគេចាប់ព្រះអង្គគេយកព្រះអង្គទៅលូកគេយកព្រះអង្គទៅកាត់ទោសគេយកព្រះអង្គទៅវាយដំពីព្រោះអ្វីពីព្រោះអំពើរំលងរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំពីព្រោះអំពើបាបរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំឃើញទេព្រះអង្គគ្មានបាបទេលោកអ្នកបងប្អូននៅពេលដែលព្រះអង្គទ្រង់យាងមកយកនៅស័យជាមនុស្សនៅលើផែនដីនេះអស់រយៈពេល33ឆ្នាំជា
អង្គមិនដែលធ្វើអ្វីតទៅទៅនឹងថាទៅព្រះអង្គទេក៏ប៉ុន្តែព្រះអង្គទ្រង់ដាក់ព្រះជន្មរបស់ព្រះអង្គចុះដោយសេចក្តីស្រឡាញ់ហើយព្រះអង្គទ្រង់សុគតជំនួសអំពើរំលងរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងទេតែលោកអ្នកបងប្អូនដែលត្រូវទទួលទុកនោះយើងទេតែដែលគួរនឹងទទួលទុកនោះតែទ្រង់ទទួលទុកជំនួសលោកអ្នកបងប្អូនហើយនឹងខ្ញុំលោកអ្នកបងប្អូននេះបើអ្នកទទួលសេចក្តីស្រឡាញ់អំពីព្រះអង្គម្ចាស់ព្រះយេស៊ូវហើយឬមិនតើលោកអ្នកបងប្អូនកំពុងរស់នៅសម្រាប់ព្រះដែលព្រះអង្គទ្រង់សុគតជំនួសបងប្អូនដែរឬទេសូមឲ្យយើងបានសួរខ្លួនយើងសពថ្ងៃនេះឲ្យសួរខ្លួនយើងតើបានទទួលសេចក្តីស្រឡាញ់របស់ព្រះម្ចាស់ព្រះយេស៊ូវហើយឬនៅតើបានទទួលការសុគតជំនួសលោកអ្នកបងប្អូនហើយឬនៅអំពីព្រះម្ចាស់ព្រះយេស៊ូវរស់នៅសពថ្ងៃនេះយើងរស់នៅសម្រាប់អ្នកណាសូមឲ្យលោកអ្នកបងប្អូនពិចារណាព្រះនៃយើងព្រះអង្គទ្រង់ស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គដាក់ជីវិតរបស់ព្រះអង្គសុគតជំនួសអំពើរំលងរបស់ផិនជីតើលោកអ្នកបងប្អូនឃើញសេចក្តីស្រឡាញ់របស់ព្រះអង្គទេហើយលោកអ្នកបងប្អូនបានទទួលសេចក្តីស្រឡាញ់នោះឲ្យឬនៅអរគុណព្រះជាទី2ទី3អំណាចរបស់ព្រះគ្រីស្ទលើជីវិតនិងសេចក្តីស្រឡាញ់ព្រះយេស៊ូវមានអំណាចយកជីវិតត្រឡប់មក Jesus has the power to take life back ព្រះអង្គទ្រង់ដាក់ជីវិតហើយព្រះអង្គក៏មានអំណាចយកជីវិតនោះត្រឡប់មកវិញដែរព្រះគម្ពីរយ៉ូហានចំពុក10ខ18ដដែលនឹងឯងខ្ញុំអាចយកមកវិញបានមានន័យថាព្រះម្ចាស់ទ្រង់អាចនឹងយកជីវិតរបស់ព្រះអង្គត្រឡប់មកវិញបាននេះជាចំណុចសំខាន់បំផុតមនុស្សទាំងអស់ត្រូវស្លាប់ប៉ុន្តែមិនមានអ្នកណាម្នាក់អាចរស់ឡើងវិញដោយខ្លួនឯងបានទេប៉ុន្តែព្រះម្ចាស់ព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះរបស់យើងដែលជាព្រះនៃយើងព្រះអង្គទ្រង់អាចព្រះអង្គដាក់ជីវិតរបស់ព្រះអង្គសុគតជំនួសអំពើរំលងរបស់យើងហើយព្រះអង្គក៏មានអំណាចយកជីវិតរបស់ព្រះអង្គត្រឡប់មកវិញដែរគ្មានមនុស្សណាអាចធ្វើបានទេមានតែព្រះអង្គម្ចាស់ព្រះយេស៊ូវមួយព្រះអង្គតែប៉ុណ្ណោះព្រះគម្ពីរយ៉ូហានចំពុក2ខ19ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថាចូលបំផ្លាញព្រះវិហារនេះចុះរួចក្នុងរវាង3ថ្ងៃខ្ញុំនឹងសង់ឡើងវិញនេះគឺជាសេចក្តីបង្រៀនរបស់ព្រះម្ចាស់ព្រះយេស៊ូវដែលជារបៀបប្រៀបធៀបមានន័យថាព្រះអង្គទ្រង់មានព្រះរាជបន្ទូលថាព្រះអង្គទ្រង់សុគតព្រះអង្គទ្រង់សុគតក៏ប៉ុន្តែអស់រយៈពេលតែ3ថ្ងៃទេលោកអ្នកបងប្អូនខ្ញុំនឹងសង់ព្រះវិហារដែលត្រូវបំផ្លាញនោះឲ្យបានត្រឡប់មកមានន័យថាព្រះអង្គទ្រង់នឹងរស់ឡើងវិញព្រះអង្គទ្រង់នឹងយកជីវិតរបស់ព្រះអង្គត្រឡប់មកវិញក៏ដូចគ្នានៅក្នុងព្រះគម្ពីររ៉ូមចំពុក1ខ4នៅក្នុងទ្រង់មានជីវិតហើយជីវិតនោះជាពន្លឺនៃមនុស្សនៅក្នុងទ្រង់មានជីវិតហើយជីវិតនោះជាពន្លឺនៃមនុស្សលោកលោកអ្នកបងប្អូនបានទទួលជីវិតរបស់ព្រះម្ចាស់ព្រះយេស៊ូវហើយឬនៅបើនៅខ្ញុំសូមកម្លាចចិត្តលោកអ្នកបងប្អូនដែលមិនទាន់បានទទួល
សូមឲ្យទទួលព្រះអង្គម្ចាស់ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួននោះលោកអ្នកបងប្អូននឹងបានជីវិតហើយបើលោកអ្នកបងប្អូនបានជីវិតរបស់ព្រះអង្គហើយនោះលោកអ្នកបងប្អូននឹងបានទទួលពន្លឺរបស់ព្រះអង្គនេះបញ្ជាក់ថាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់ជាព្រះទ្រង់ជាព្រះជាបុត្រារបស់ព្រះអង្គជាព្រះដែលមានអំណាចចេស្តាពីព្រោះព្រះអង្គទ្រង់បានទទួលអំណាចនៅពីព្រះបិតាមកការរស់ឡើងវិញបង្ហាញថាអំពើបាបរបស់បងលោកអ្នកបងប្អូនត្រូវទូទាត់ហើយព្រះអង្គទ្រង់សងជំនួសលោកអ្នកបងប្អូនហើយក៏ជាប្រកាសជ័យជំនះរបស់ព្រះគ្រីស្ទលើអំពើបាបនិងសេចក្តីស្លាប់របស់ផងយើងដែរព្រះគម្ពីរកូរិនថូសចំពោះ15ខ55ឲ្យសេចក្តីស្លាប់ត្រនិចឯងនៅឯណាសេចក្តីស្លាប់ជ័យជំនះរបស់ឯងនៅឯណានេះមានន័យថាព្រះម្ចាស់របស់ផងយើងព្រះអង្គទ្រង់មានជ័យជំនះលើឯអំពើបាបរួចហើយលើឯសេចក្តីស្លាប់រួចហើយហើយក៏គ្មានអ្នកណាអាចមានជ័យជំនះលើសេចក្តីស្លាប់បាបផងដែរលុះត្រាតែយើងទាំងអស់គ្នាមានព្រះអង្គម្ចាស់ព្រះយេស៊ូវពីព្រោះព្រះអង្គជាព្រះដែលមានជ័យជំនះលើសេចក្តីស្លាប់ចឹងហើយបានជាលោកសុវៈពោលលោកថាអោសេចក្តីស្លាប់ត្រនិចឯងនៅឯណាសេចក្តីស្លាប់ជ័យជំនះឯងនៅឯណាឃើញទេពីព្រោះព្រះអង្គម្ចាស់ទ្រង់មានអំណាចលើសេចក្តីស្លាប់គុណព្រះអង្គតើយើងអាចអនុវត្តបានយ៉ាងដូចម្តេចលោកអ្នកបងប្អូនឯងយើងមិនចាំបាច់ខ្លាចសេចក្តីស្លាប់ទៀតទេក៏មិនមានន័យថាយើងទៅសម្លាប់ខ្លួនឃើញទេពិបាកចិត្តពេកក៏សម្លាប់ខ្លួនណូមិនចង់ទេឃើញទេក៏មិនតែកុំឲ្យខ្លាចក្តីស្លាប់ពីព្រោះព្រះម្ចាស់នៃយើងព្រះអង្គទ្រង់មានជ័យជំនះលើសេចក្តីស្លាប់ហើយលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងមានព្រះម្ចាស់គង់ជាមួយនឹងយើងដែលជាអ្នកមានជ័យជំនះលើសេចក្តីស្លាប់ដូច្នេះលោកអ្នកបងប្អូនហើយខ្ញុំសូមឲ្យយើងទាំងអស់គ្នាមានសេចក្តីសង្ឃឹមនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទឡើយកុំឲ្យខ្លាចសេចក្តីស្លាប់ឡើយពីព្រោះចង់ឬមិនចង់គ្មានអ្នកណាអាចគេចផុតអំពីសេចក្តីស្លាប់បានឡើយជឿព្រះអង្គឬមិនជឿព្រះអង្គយើងនឹងជួបសេចក្តីស្លាប់មួយដងគ្មានអ្នកណាគេរួចទេក៏ប៉ុន្តែក៏យើងមិនត្រូវខ្លាចដែរពីព្រោះព្រះម្ចាស់នៃយើងព្រះអង្គមានជ័យជំនះលើសេចក្តីស្លាប់ហើយសូមឲ្យយើងមានសង្ឃឹមនៅក្នុងព្រះគ្រីស្ទទី4លោកអ្នកបងប្អូននេះការដែលព្រះម្ចាស់ព្រះយេស៊ូវទ្រង់សុគតហើយព្រះអង្គទ្រង់មានបច្ចុប្បន្នរស់ឡើងវិញនោះជាផែនការរបស់ព្រះដ៏ជាប្រវោបិតានៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ10ខ18ដដែលនឹងព្រះម្ចាស់ទ្រង់មានបន្ទូលថាខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតាខ្ញុំមកព្រោះអីពីព្រោះព្រះអង្គទ្រង់មានអំណាចនោះគឺព្រះអង្គទ្រង់បានទទួលមកអំពីព្រះវរបិតានេះគឺមិនមែនជាគំនិតរបស់ផងមនុស្សទេតែជាគម្រោងនៃព្រះត្រីដែរជាគម្រោងរបស់ព្រះព្រះគម្ពីរយ៉ូហានចំពោះ3ខ38ពីព្រោះខ្ញុំបានចុះពីឋានសួគ៌មកមិនមែននឹងធ្វើតាមខ្ញុំចិត្តខ្ញុំទេគឺតាមបំណងប្រហារតីនៃព្រះវិញដែលព្រះទ្រង់ចាត់ឲ្យខ្ញុំមកនេះជាព្រះរាជបន្ទូលរបស់ព្រះម្ចាស់ព្រះយេស៊ូវព្រះអង្គជាព្រះដែលគង់នៅឋានសួគ៌ក៏ប៉ុន្តែព្រះអង្គទ្រង់មកយកនិស្ស័យជាមនុស្សព្រះអង្គមកយកនិស្ស័យជាមនុស្ស
ហើយទាំងអស់នោះមិនមែនជាប្រហារតីរបស់ព្រះអង្គទេគឺជាបំណងប្រហារតីនៃព្រះដល់ជាប្រពោបិតាវិញដែលចាត់ឲ្យព្រះអង្គទ្រង់មកព្រះគម្ពីរកិច្ចការចំពោះ4ខ28ដើម្បីអីដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្ថទ្រង់និងតម្រេះទ្រង់បានគិតសម្រេចជាមុនលោកអ្នកបងប្អូននេះផែនការរបស់ព្រះដើម្បីនឹងសង្គ្រោះលោកអ្នកបងប្អូនហើយនឹងខ្ញុំនិងមនុស្សលោកទាំងអស់គឺជាផែនការដែលព្រះអង្គទ្រង់បានរៀបចំទុកជាមុនរួចទៅហើយព្រះអង្គម្ចាស់ព្រះយេស៊ូវជាអ្នកសម្រេចកិច្ចការទាំងអស់នោះឯងហើយកិច្ចការទាំងអស់នោះឯងគឺបានសម្រេចរួចតាំងពីមុនមកឃើញទេរួចតាំងពីមុនមកយើងអរគុណព្រះអង្គយើងអរគុណព្រះអង្គពីព្រោះព្រះអង្គទ្រង់ស្រឡាញ់យើងព្រះបិតាព្រះពុត្រព្រះវិញ្ញាណបរិសុទ្ធព្រះអង្គធ្វើការរួមគ្នាដើម្បីនឹងសង្គ្រោះលោកអ្នកបងប្អូនហើយនឹងខ្ញុំមិនឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំធ្លាក់ទៅក្នុងហើយក៏រស់នៅទៅក្នុងអំពើបាបនោះដែរដោយសារតែទឹកដីស្រឡាញ់របស់ព្រះអង្គដោយសារតែប្រគុណរបស់ព្រះអង្គយើងបានត្រឡប់មកជាកូនព្រះអង្គហើយក៏យើងបានមកប្រកបជាមួយនឹងព្រះអង្គហើយយើងក៏នឹងប្រកបជាមួយនឹងបងប្អូនដែលជាអ្នកមានសេចក្តីជំនឿដោយយើងទៅវិញទៅមកយើងស្រឡាញ់គ្នាទៅវិញទៅមកលោកអ្នកបងប្អូននេះព្រះគម្ពីរយ៉ូហានចំពុក10ខ18នេះដែលជាខគម្ពីរកលឹះនៅថ្ងៃនេះបានបង្ហាញឲ្យយើងបានដឹងថាព្រះយេស៊ូវមិនមែនជាជនរងគ្រោះទេទ្រង់ស្លាប់ដោយស្ម័គ្រអំពីចិត្តពីប្រហារតីរបស់ព្រះអង្គហើយព្រះអង្គទ្រង់សគត់ក៏ពិតមែនតែព្រះអង្គទ្រង់មានអំណាចនឹងយកជីវិតរបស់ព្រះអង្គត្រឡប់មកវិញពីព្រោះព្រះអង្គទ្រង់មានអំណាចលើសេចក្តីស្លាប់សេចក្តីស្លាប់មិនអាចខាត់ខាំងព្រះអង្គបានដែរក៏ដូចគ្នាដែរលោកអ្នកបងប្អូនយើងជាមនុស្សយើងស្លាប់ម្ដងក៏ពិតមែនក៏ប៉ុន្តែលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងនឹងបានរស់ឡើងវិញដោយសារអំណាចព្រះចេស្តារបស់ព្រះអង្គព្រះអង្គទ្រង់នឹងលើកលោកអ្នកបងប្អូនហើយនឹងខ្ញុំហើយព្រះអង្គទ្រង់នឹងបំផ្លាស់បំប្រែលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងមានរូបកាយដ៏អស្ចារ្យម្ដងទៅអនាគតកាលនៅពេលដែលព្រះអង្គទ្រង់យាងមកជាលើកទី2នៅនាឯដល់អាកាសទាំងអស់នេះគឺសុទ្ធតែជាផែនការរបស់ព្រះទាំងអស់មិនមែនជាផែនការរបស់ផនមនុស្សនោះទេនេះមានន័យថាព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះសូមលោកអ្នកបងប្អូនឲ្យយើងមានសង្ឃឹមឡើងឲ្យយើងមានសង្ឃឹមឡើងលោកអ្នកបងប្អូននេះហើយសូមអំពាវនាវដល់លោកអ្នកបងប្អូនបើលោកអ្នកបងប្អូនមិនទាន់បានទទួលព្រះអម្ចាស់ព្រះយេស៊ូវទេសូមលោកអ្នកបងប្អូនបានអំពាវនាវដូចជានៅក្នុងព្រះគម្ពីររ៉ូមចំពុក10ខ9បានប្រាប់ដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំថាបើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់ព្រះយេស៊ូវហើយអ្នកជឿក្នុងចិត្តថាព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញនោះអ្នកនឹងបានសង្គ្រោះវិញសូមខ្ញុំសូមកុំឡាចិត្តដល់បងប្អូនដែលមិនទាន់បានទទួលព្រះម្ចាស់ព្រះយេស៊ូវនោះសូមឲ្យហាមាត់ទទួលព្រះអង្គថ្លែងប្រកាសអំពីព្រះអង្គហើយទទួលជឿព្រះអង្គថាព្រះម្ចាស់ព្រះយេស៊ូវព្រះអង្គសគត់ព្រះអង្គស្លាប់ក៏ពិតមែនក៏ប៉ុន្តែព្រះដ៏ជាព្រះអង្គទ្រង់បានប្រោសឲ្យព្រះអង្គទ្រង់មានជីវិតរស់ឡើងវិញពីស្លាប់លោកអ្នកបងប្អូនប្រកាសតែប៉ុណ្ណោះឯងលោកអ្នកបងប្អូននឹងបានទទួលសេចក្តីសង្គ្រោះដូចជាខ្ញុំដែលបានទទួលសេចក្តីសង្គ្រោះពីព្រះអង្គរួចមកហើយដែរតើលោកអ្នកជឿត្រង់ហើយឬនៅតើលោកអ្នកទុកចិត្តលើការងារដែលព្រះអង្គទ្រង់បានធ្វើនៅលើផែនដីនេះហើយឬនៅអរគុណព្រះអង្គបើសិនជាលោកអ្នកបានទទួលហើយក៏សូមព្រះអង្គ
បណ្ដាចិត្តឲ្យលោកអ្នកបងប្អូនបានប្រកាសដំណឹងដែលលោកអ្នកបងប្អូនបានទទួលបានលើនៅថ្ងៃនេះដល់បងប្អូនឲ្យទៀតផងដែរប្រយោជន៍ដើម្បីឲ្យគេទាំងអស់គ្នាបានទទួលព្រះអង្គម្ចាស់ព្រះយេស៊ូវដូចជាយើងដែរព្រមបិតាដែលគង់នៅឋានសួគ៌ដ៏កម្ពស់ព្រះម្ចាស់ឲ្យអរគុណដល់ព្រះអង្គណាស់សក្តិបង្រៀនរបស់ព្រះអង្គឲ្យទូមគុំយើងខ្ញុំបានដឹងថាព្រះអង្គចាស់ព្រះយេស៊ូវជាព្រះដល់ជាព្រះអង្គទ្រង់មានអំណាចព្រះអង្គទ្រង់ដាក់ប្រជញ្ញរបស់ព្រះអង្គចុះដើម្បីសគត់នៅលើឈើឆ្កាងជំនួសអំពើបាបរបស់ទូមគុំជំនួសសេចក្តីរំលងរបស់ទូមគុំយើងខ្ញុំទាំងអស់គ្នាតែព្រះអង្គក៏មានអំណាចយកប្រជញ្ញរបស់ព្រះអង្គជីវិតរបស់ព្រះអង្គត្រឡប់មកវិញផងដែរអរគុណដល់ព្រះអង្គណាស់ទូមគុំសូមទូលថ្វាយគ្រប់កិច្ចការទាំងអស់នេះក្នុងព្រះនាមដ៏មានអំណាចបច្ចេស្តានេះជាព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាបាទ